ព្រះគម្ពីរប្រចាំថ្ងៃទី120វាគឺជារបស់អ្នករួចទៅហើយជីដូនជីតារបស់ខ្ញុំរស់នៅក្នុងភូមិនេសាទតូចមួយនៅក្នុងប្រទេសស្កុតឡែនពួកគាត់បានមានផ្ទះមួយនៅទីនោះនៅក្នុងឆ្នាំ1939នៅក្នុងសង្គ្រាមលោកលើកទី2ពួកគេបានជួលផ្ទះនោះឲ្យទៅកាន់អ្នកដទៃនៅពេលដែលសង្គ្រាមត្រូវបានបញ្ចប់ពួកគេបានត្រឡប់ទៅកាន់ផ្ទះវិញប៉ុន្តែពួកគេមិនអាចជួលទៅនៅក្នុងផ្ទះនោះបានទេច្បាប់នៅពេលនោះបានអនុញ្ញាតឲ្យអ្នកជួលស្នាក់នៅក្នុងផ្ទះនោះតាមការចុះកុងត្រាក្នុងតម្លៃជួលដដែលដោយមិនមានការកែប្រែសម្រាប់ការឡើងថ្លៃនោះទេអស់រយៈពេល50ឆ្នាំមកហើយជីតារបស់ខ្ញុំមិនដែលទទួលបានការកាន់កាប់នៅក្នុងផ្ទះរបស់ពួកគាត់នោះទេបន្ទាប់មកពូរបស់ខ្ញុំបានទទួលមរតកផ្ទះពីជីដូនជីតារបស់ខ្ញុំលុះដល់ពេលគាត់ចូលទៅកាន់កាប់ស្ថានភាពផ្ទះមានសភាពទ្រុឌទ្រោមខ្លាំងគាត់បានលក់វានៅក្នុងតម្លៃទាបបំផុតទោះបីជាគ្រួសាររបស់ខ្ញុំជាម្ចាស់ផ្ទះនេះក៏ដោយក៏ប៉ុន្តែយើងមិនដែលបានទទួលការកាន់កាប់យ៉ាងពេញលេញចំពោះផ្ទះនេះទេវាមានភាពខុសគ្នាយ៉ាងខ្លាំងរវាងម្ចាស់កម្មសិទ្ធិនិងអ្នកកាន់កាប់ជនជាតិអ៊ីស្រាអែលត្រូវបានប្រគល់ឲ្យនូវភាពជាម្ចាស់កម្មសិទ្ធិនៃស្រុកកាណានដែលជាទឹកដីសន្យាលោកយូស្វេក៏មានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថាអ្នករាល់គ្នានៅរងចាំដល់កាលណាទៀតទើបទៅចាប់យកទឹកដីដែលព្រះអង្គម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាប្រទានឲ្យនៅក្នុងព្រះគម្ពីរសញ្ញាថ្មីបានបង្ហាញថាទឹកដីគឺជារូបភាពនៃជីវិតរបស់គ្រីស្ទានចូលដឹងថានៅក្នុងព្រះយេស៊ូវគ្រីស្ទអ្នកបានទទួលគ្រប់យ៉ាងជាម្ចាស់កម្មសិទ្ធិរួចទៅហើយប៉ុន្តែអ្នកត្រូវតែចូលទៅយកវាហើយកាន់កាប់ជាកម្មសិទ្ធិព្រះគម្ពីរសញ្ញាចាស់នៅក្នុងសុភាសិតអំណោយនៃភាពសុចរិតតើអ្នកដឹងទេថាព្រះបានប្រទានអំណោយនៃសេចក្តីសុចរិតដល់អ្នករួចទៅហើយតើអ្នកបានកាន់កាប់លើអំណោយនេះដែរឬទេអ្នកនិពន្ធសុភាសិតបានប្រៀបធៀបរវាងមនុស្សអាក្រក់និងមនុស្សសុចរិតដោយគាត់បានសរសេរថាចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវរីឯចិត្តវាយវេវិញតែងតែនាំមនុស្សពាលឲ្យវិនាសហើយមនុស្សពាលតែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួនអ្វីដែលសំខាន់នោះគឺអំពើនិងផលនៃអំពើរបស់គេគឺសេចក្តីវិនាសពេលមនុស្សអាក្រក់ស្លាប់សេចក្តីសង្ឃឹមរបស់គេក៏វិនាសដែរហើយការពឹងផ្អែកលើទ្រព្យសម្បត្តិក៏រលាយសូន្យទៅជាមួយដែរគ្មានអ្នកណាសុចរិតទាំងស្រុងនោះទេគឺមានតែព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះសេចក្តីសុចរិតមានន័យថាទំនាក់ទំនងត្រឹមត្រូវទាំងជាមួយព្រះនិងជាមួយមនុស្សផ្សេងទៀតហើយអ្នកទទួលបានសេចក្តីសុចរិតនេះពីព្រះជាម្ចាស់ជាអំណោយតាមរយៈសេចក្តីជំនឿប៉ុន្តែអ្នកត្រូវតែចូលទៅកាន់ការភាពសុចរិតនោះហើយអ្នកត្រូវតែរស់នៅជាមួយនឹងវាហើយនៅក្នុងវគ្គនេះយើងនឹងឃើញអំពីឧទាហរណ៍ខ្លះៗថាតើវាមានន័យបែបណាទី1ប្រាជ្ញាពាក្យសម្ដីរបស់មនុស្សសុចរិតតែងតែផ្ដល់ប្រាជ្ញារីឯអណ្ដាតរបស់មនុស្សពាលវិញត្រូវតែកាត់ចោលមនុស្សសុចរិតតែងតែពោលពាក្យដែលធ្វើឲ្យគេពេញចិត្តរីឯមនុស្សពាលតែងតែពោលពាក្យអាស្រូវទី2ការបន្ទាបខ្លួនអ្នកណាវារឹកក្រអិតក្រទមអ្នកនោះនឹងត្រូវគេមើលងាយរីឯអ្នកដែលមានចិត្តសុភាពទើបហៅថាមានប្រាជ្ញាទី3សច្ចភាពចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវគឺមានតែសេចក្តីសុចរិតប៉ុណ្ណោះទេទើបអាចជួយគេឲ្យរួចពីស្លាប់បានសច្ចភាពគួរតែជាផ្លូវដែលពួកយើងត្រូវដើរហើយសំណួរដំបូងគេបំផុតដែលគេតែងតែសួរនោះគឺតើអ្វីទៅជារឿងត្រឹមត្រូវដែលយើងអាចធ្វើបាននៅក្នុងស្ថានភាពបែបនេះទី4ចរិតលក្ខណៈសេចក្តីសុចរិតរបស់មនុស្សគ្មានកំហុសរមែងតម្រង់ផ្លូវរបស់ខ្លួនសេចក្តីសុចរិតរបស់មនុស្សទៀងត្រង់រមែងជួយការពារខ្លួនគេពាក្យអធិដ្ឋានអោព្រះអង្គម្ចាស់អើយទូលបង្គំទទួលយកអំណោយនៃសេចក្តីសុចរិតរបស់ព្រះអង្គដោយសេចក្តីជំនឿសូមជួយទូលបង្គំឲ្យរស់នៅប្រកបដោយប្រាជ្ញាការបន្ទាបខ្លួនសច្ចភាពនិងចរិតលក្ខណៈល្អព្រះគម្ពីរសញ្ញាថ្មីនៅក្នុងយូហានអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធតែអ្នករីករាយនឹងអ្វីគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នកដើម្បីឲ្យអ្នកទទួលបានរឿងដ៏អស្ចារ្យជាច្រើនហើយឲ្យអ្នកអាចធ្វើរឿងដែលមិនអាចទៅរួចឲ្យទៅរួចដែរឬទេឬអ្នកនៅតែមានអារម្មណ៍ថាមានកំហុសនិងគ្មានអំណាចព្រះយេស៊ូវទ្រង់បានយាងមកដើម្បីនាំមកនូវការអត់ឱនទោសជីវិតថ្មីនិងអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធមកកាន់អ្នករាល់គ្នាប៉ុន្តែអ្នកត្រូវតែប្រកាសចិត្តថាអ្នកបានកាន់កាប់នៅអ្វីដែលជារបស់អ្នករួចទៅហើយនៅថ្ងៃនេះក្នុងវគ្គនេះយើងនឹងឃើញរឿងដ៏គួរឲ្យកត់សម្គាល់នៃងារដែលបានប្រទានមកដល់ព្រះយេស៊ូវព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះជាព្រះមេស៊ីស្ដេចនៃអ៊ីស្រាអែលហើយទ្រង់ក៏ជាបុត្រមនុស្សខ្ញុំចង់ផ្ដោតជាពិសេសលើចំណងជើង2នៅក្នុងបទគម្ពីរនេះដែលពិពណ៌នាអំពីពន្ធកិច្ចរបស់ព្រះយេស៊ូវនោះគឺទី1អ្នកដកចេញនៅអំពើបាបលោហិតរបស់កូនជៀមបានសង្គ្រោះជនជាតិអ៊ីស្រាអែលពីភាពជាទាសករហើយបានអនុញ្ញាតឲ្យពួកគេដើរដោយសេរីភាពនៅក្នុងទឹកដីសន្យាលោកយូហានបាននិយាយអំពីព្រះយេស៊ូវថាមើលណោលោកនេះហើយជាកូនជៀមរបស់ព្រះជាម្ចាស់ដែលដកបាបចេញពីមនុស្សលោក
ពេលដែលអ្នកបានចូលមករកព្រះយេស៊ូវទ្រង់នឹងដករាល់ទាំងអំពើបាបរបស់អ្នកចូលទទួលយកមានជំនឿជឿលើការអត់ឱនទោសដែលបានបង់ថ្លៃសម្រាប់អ្នករួចទៅហើយបដិសេធយ៉ាងសកម្មទៅកាន់អារម្មណ៍នៃកំហុសការអាម៉ាស់ឬអារម្មណ៍ដែលគិតថាយើងមិនស័ក្តិសមវាគឺជាជំរើសប្រចាំថ្ងៃដែលសកម្មជាក់ស្ដែងដើម្បីទទួលយកនូវការអត់ឱនទោសដែលព្រះយេស៊ូវបានធ្វើឲ្យវាអាចទៅរួចសម្រាប់អ្នកទី2អ្នកជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធយូហានបាទីសបានពិពណ៌នាអំពីព្រះយេស៊ូវថាគឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធព្រះយេស៊ូវបំពេញអ្នកដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នេះគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើឲ្យកើតឡើងសម្រាប់អ្នកទោះជាយ៉ាងណាក៏ដោយអ្នកត្រូវតែកាន់កាប់អំណោយដ៏អស្ចារ្យមួយនេះដែលព្រះបានធ្វើឲ្យកើតឡើងសម្រាប់អ្នកព្រះបានមានព្រះបន្ទូលទៅកាន់លោកភីលីបថាសូមអញ្ជើញមកតាមខ្ញុំនៅក្នុងភាសាក្រិកសម្រាប់ពាក្យនៃការដើរតាមមានន័យថាមិនត្រឹមតែដើរតាមកន្លងប៉ុណ្ណោះទេប៉ុន្តែថែមទាំងអមដំណើរទៅជាមួយផងដែរនៅពេលដែលពួកគេសួរព្រះយេស៊ូវថាតើអ្នកស្នាក់នៅឯណានៅក្នុងភាសាក្រិកសម្រាប់ពាក្យថាស្នាក់នៅគឺជាពាក្យដូចគ្នាដែលព្រះយេស៊ូវប្រើនៅក្នុងយូហានជំពូក15ចូលស្ថិតនៅជាប់នឹងខ្ញុំដោយដែលខ្ញុំបានស្ថិតនៅជាប់ជាមួយនឹងអ្នករាល់គ្នាដែរពួកគេបានឃើញកន្លែងដែលព្រះយេស៊ូវបានគង់នៅហើយពួកគេក៏នៅជាមួយទ្រង់ដែរហើយនៅថ្ងៃនេះព្រះយេស៊ូវចង់អញ្ជើញអ្នកឲ្យចូលទៅក្នុងមិត្តភាពផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅជាមួយនឹងទ្រង់ព្រះយេស៊ូវក៏ប្រទានឲ្យអ្នកនៅឱកាសដើម្បីធ្វើអ្វីដែលយូហានបាទីសបានធ្វើនោះគឺនាំអ្នកដទៃទៅកាន់ទ្រង់ជាការពិតណាស់ព្រះជាម្ចាស់មិនត្រូវការភ្នាក់ងារជាមនុស្សនោះទេហើយព្រះយេស៊ូវអាចបន្តពន្ធកិច្ចរបស់ទ្រង់ដោយគ្មានជំនួយពីយើងបានទោះជាយ៉ាងណាក៏ដោយព្រះយេស៊ូវបានប្រើពួកឌីសាយផលរបស់ទ្រង់ឲ្យចេញទៅឈោងចាប់មនុស្សនៅត្រង់នេះគឺយើងបានមើលឃើញថានោះគឺជាអភ័យឯកសិទ្ធិដែលទ្រង់បានឲ្យមកកាន់យើងជាមនុស្សដើម្បីចូលរួមជាមួយនឹងផែនការដ៏ធំសម្បើមរបស់ទ្រង់ហើយគេបាននាំមិត្តភ័ក្តិរបស់ពួកគេទៅឯព្រះយេស៊ូវដោយលោកយូហានបាទីសបានណែនាំអនដ្រេទៅកាន់ព្រះយេស៊ូវអនដ្រេបានណែនាំពេត្រុសហើយភីលីបបានណែនាំណាថាណែលហើយដំបូងណាថាណែលមានការសង្ស័យប៉ុន្តែបន្ទាប់មកគាត់បានមកហើយបានឃើញភ្លាមនោះថាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះមែនអតីតអាចារ្យនៃ Canterbury William Temple បានសរសេរការអធិប្បាយអំពីដំណឹងល្អរបស់លោកយូហានហើយដល់ពេលនោះគាត់សរសេរដល់កន្លែងមួយដែលនិយាយថាហើយគាត់នោះគឺតំណាងឲ្យអនដ្រេបាននាំគាត់នោះគឺតំណាងឲ្យស៊ីម៉ូនពេត្រុសមកឯព្រះយេស៊ូវគាត់បានសរសេរប្រយោគដ៏ខ្លីមួយនេះប៉ុន្តែមានន័យថានេះគឺជាការបម្រើឬជាពន្ធកិច្ចដ៏អស្ចារ្យបំផុតដែលមនុស្សម្នាក់ៗអាចធ្វើទៅកាន់អ្នកដទៃស៊ីម៉ូនពេត្រុសបានបន្តក្លាយជាអ្នកដែលមានឥទ្ធិពលដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រគ្រីស្ទបរិស័ទអ្នកប្រហែលជាមិនអាចធ្វើដូចដែលពេត្រុសបានធ្វើនោះទេក៏ប៉ុន្តែអ្នកអាចធ្វើដូចជាបងប្រុសរបស់គាត់ដែលជាអនដ្រេបានធ្វើអ្នកអាចនាំនរណាម្នាក់មកឯព្រះយេស៊ូវឬក៏ដូចជាហ្វីលីបដែលបាននិយាយទៅកាន់ណាថាណែលថាសូមអញ្ជើញមកនោះអ្នកនឹងបានឃើញនិយាយពាក្យនេះទៅកាន់មិត្តភ័ក្តិក្រុមគ្រួសារនិងមិត្តរួមការងាររបស់អ្នកអាចក្លាយជាផ្នែកមួយនៃផែនការរបស់ព្រះជាម្ចាស់ដោយនាំមនុស្សឲ្យឮអំពីព្រះយេស៊ូវហើយឆ្លើយតបទៅកាន់ព្រះយេស៊ូវនៅពេលដែលអ្នកបានអញ្ជើញពួកគេឲ្យមកមើលខ្ញុំបានរកឃើញថាគ្មានអ្វីដែលគួរឲ្យរំភើបចិត្តជាងការចូលរួមក្នុងកិច្ចបម្រើក្នុងការផ្សាយដំណឹងល្អអំពីព្រះយេស៊ូវនោះទេនោះគឺជាព្រះハរតីសប្បុរសដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលអនុញ្ញាតឲ្យយើងជាមនុស្សមិនល្អឥតខ្ចោះចូលរួមនៅក្នុងផែនការដ៏ល្អឥតខ្ចោះរបស់ទ្រង់ពាក្យអធិដ្ឋានព្រះអម្ចាស់អើយសូមជួយទូលបង្គំនៅថ្ងៃនេះដើម្បីរីករាយនឹងអំណោយនៃការអត់ឱនទោសនេះនិងរីករាយជាមួយនឹងភាពពេញលេញនៃជីវិតនៅក្នុងព្រះវិញ្ញាណបរិសុទ្ធសូមជួយទូលបង្គំក្នុងការណែនាំអ្នកផ្សេងទៀតឲ្យចូលមករកទ្រង់សូមជួយទូលបង្គំឲ្យអញ្ជើញមនុស្សឲ្យមកមើលព្រះគម្ពីរសញ្ញាចាស់នៅក្នុងយូស្វេអំណោយដែលជាមរតករបស់អ្នកតើមានផ្នែកណាមួយខ្លះនៅក្នុងជីវិតរបស់អ្នកដែលអ្នកនៅតែមិនរីករាយជាមួយនឹងមរតករបស់អ្នកនៅក្នុងព្រះគ្រីស្ទដែរឬទេទឹកដីនេះគឺជាមរតករបស់រាជនៃព្រះជាម្ចាស់លោកយូស្វេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថាតើអ្នករាល់គ្នារងចាំដល់កាលណាទៀតទើបទៅចាប់យកទឹកដីដែលព្រះជាម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាប្រទានឲ្យនៅទីនេះជាថ្មីម្ដងទៀតយើងបានមើលឃើញពីភាពខុសគ្នាយ៉ាងខ្លាំងរវាងកម្មសិទ្ធិនិងការកាន់កាប់និងការរីករាយនៅលើទឹកដីអ៊ីស្រាអែលទទួលបានភាពជាម្ចាស់កម្មសិទ្ធិនៅលើទឹកដីកាណានមុនពេលដែលពួកគេចូលទៅកាន់កាប់ហើយរីករាយជាមួយនឹងទឹកដីនោះពេលអ្នកដើរតាមព្រះយេស៊ូវនោះអ្នកនឹងក្លាយទៅជាមិត្តរបស់ទ្រង់អ្នកនឹងទទួលបានការអត់ឱនទោសការរាប់ជាសុចរិតនិងទទួលបានភាពសុចរិតនៃព្រះនិងព្រះវិញ្ញាណបរិសុទ្ធអ្នកនឹងក្លាយទៅជាកូនរបស់ព្រះអ្នកមានអំណាចនៅលើអំពើបាបនិងមានសិទ្ធិក្នុងការចូលទៅកាន់ព្រះអ្នកមានជ័យជំនះនៅលើអំណាចនៃអារក្សសាតាំង
អ្នកមានសន្តិភាពជាមួយព្រះជាម្ចាស់អ្នកមានអំណាចលើអំពើអាក្រក់នៅក្នុងជីវិតរបស់អ្នកនិងមានអំណាចនៅលើអំពើអាក្រក់នៅលើជីវិតរបស់អ្នកដទៃថែមទៀតផងការសន្យារបស់ព្រះជាម្ចាស់ទាំងអស់នេះជារបស់អ្នកនេះគឺជាមរតករបស់អ្នកនៅពេលដែលអ្នកនៅជាប់ជាមួយនឹងព្រះគ្រីស្ទប៉ុន្តែប្រហែលជាអ្នកតែងតែមិននៅកាន់កាប់ហើយរីករាយជាមួយនឹងការប្រទានពរទាំងអស់នេះនៅក្នុងជីវិតរបស់អ្នកជានិច្ចនោះទេនេះគឺជាការពិតព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ប្រជាជនរបស់ទ្រង់ថាតើអ្នកមិនដឹងថាយើងបានឲ្យរបស់ទាំងអស់នេះទៅកាន់អ្នកដែរឬទេតើអ្នកកំពុងរងចាំអ្វីអ្នកប្រហែលជាបានប្រគល់ជីវិតរបស់អ្នកដល់ព្រះយេស៊ូវហើយប៉ុន្តែតើអ្នកបានអនុញ្ញាតឲ្យទ្រង់មានសិទ្ធិទាំងស្រុងនៅលើរបៀបដែលអ្នករស់នៅដូចជាហិរញ្ញវត្ថុការងារការអធិដ្ឋានការរាប់អានមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់អ្នកដែរឬទេតាមអបិសោតរបស់ខ្ញុំនេះគឺជាកិច្ចការដែលយើងត្រូវតែធ្វើពេញមួយជីវិតសាវកប៉ូលបានសរសេរថាយើងត្រូវតែគៀប្រមូលចិត្តគំនិតរបស់យើងឲ្យស្ដាប់បង្គាប់ព្រះគ្រីស្ទនៅត្រង់ចំណុចនេះគឺយើងត្រូវតែដឹងថាអ្នកខ្លះទទួលជ័យជំនះភ្លាមៗអ្នកខ្លះទៀតជ័យជំនះកំពុងតែនៅតាមផ្លូវប៉ុន្តែត្រូវតែតស៊ូដើម្បីទទួលបានជ័យជំនះនេះទោះបីជាក្តីសង្ឃឹមរបស់អ្នកមានតិចតួចយ៉ាងណាក៏ដោយដូចជាអ៊ីស្រាអែលដែលបានទទួលទឹកដីជាអំណោយពីព្រះអង្គម្ចាស់ដែរដូច្នេះហើយអ្នកនិងខ្ញុំបានទទួលការប្រទានពរគ្រប់យ៉ាងផ្នែកខាងឯវិញ្ញាណពីស្ថានបរមសុខមកយើងក្នុងអង្គព្រះយេស៊ូវគ្រីស្ទសំណួរនោះគឺតើអ្នករាល់គ្នារងចាំដល់កាលណាទៀតទើបទៅចាប់យកទឹកដីដែលព្រះជាម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាប្រទានឲ្យពាក្យអធិដ្ឋានអោព្រះអង្គម្ចាស់អើយគុណសូមអរព្រះគុណទ្រង់ដែលទ្រង់បានប្រទានពរដល់ទូបង្គំក្នុងអង្គព្រះគ្រីស្ទជាមួយនឹងព្រះពរគ្រប់យ៉ាងខាងឯវិញ្ញាណសូមជួយទូបង្គំនៅក្នុងថ្ងៃនេះឲ្យកាន់កាប់នៅអ្វីដែលជារបស់ទូបង្គំរួចទៅហើយនោះដោយសេចក្តីជំនឿតាមរយៈព្រះយេស៊ូវអាមែនចប់ថ្ងៃទី120